ជំរាបសួរបាទនេះគឺការធ្វើដំណើរចេញពីសង្កាត់កំបូលរាជធានីភ្នំពេញឈានទៅតាមផ្លូវថ្នល់ជាតិលេខ5ដែលកាត់ចំកំពង់លែងហើយឡើងទៅទីរួមខេត្តកំពង់ធំដំបូងខ្ញុំបានចេញពីផ្លូវកំបូលនឹងកាត់លបឿនលឿនរហូតដល់កំពង់ឆ្នាំងអានឹងខ្ញុំនិយាយកាត់ចោះដល់កំពង់ឆ្នាំងដល់ដជាមួយនឹងបងប្អូនអ្នកភូមិផងដែលគេរស់នៅក្នុងកំពង់លែងគេឆ្លងទៅស្រុកកំណើតគេដែលជាកន្លែងដែលគាត់រស់នៅស្រុកកំណើតអញ្ចឹងគាត់ទៅលេងស្រុកនិយាយទៅគាត់ទៅលេងស្រុកកំណើតលើកទី1សម្រាប់ខ្ញុំណាដែលខ្ញុំឆ្លងនៅកំពង់លែងហ្នឹងឡើងមកទីរួមខេត្តកំពង់ធំសម្រាប់ខ្ញុំគឺទី1ដល់ពេលអញ្ចឹងខ្ញុំមានអារម្មណ៍ថារីករាយផងអផងភ័យផងក៏ប៉ុន្តែមានអារម្មណ៍ថាវាសប្បាយព្រោះអត់ដែលបានឆ្លងកាត់តាមកន្លែងហ្នឹងតាមផ្លូវហ្នឹងទេប៉ុន្តែការចង់ដឹងរបស់ខ្ញុំពេលអញ្ចឹងទៅខ្ញុំក៏ព្យាយាមមកពីព្រឹកខ្លួនឯងដើម្បីឆ្លងដជាមួយនឹងអ្នកភូមិទៅជាមួយគេឥឡូវចាប់ផ្ដើមជីដចេញពីទន្លេមួយទៅទន្លេមួយពីព្រោះ3ទន្លេដីទន្លេជិះតាមព្រែកដែលឆ្លងកាត់ពីទន្លេមួយទៅទន្លេមួយនឹងរហូតជិះប៉ុន្តែទេសភាពវិញគឺលយកប់មិនមែនលយបែបផ្កាបែបអីទេលយទាំងថាទេសភាពយើងជិះគឺវាមានទឹកទន្លេទឹកព្រែកដើមឈើអីចឹងទៅពេលអញ្ចឹងយើងជិះផាត់ពីកែងមួយទៅកែងមួយចេះជិះតិចទៅហើយខ្ញុំមានអារម្មណ៍ថាសប្បាយតែមកហ្នឹងមកម្នាក់ឯងទេជិះម្នាក់ឯងតែបើទឹកលេងឡើងថ្លាមើលទៅឡើងថ្លាតែខែហ្នឹងវាអត់ហូរបើសិនជាហូរវាមើលទៅវាតំណងជាងនឹងប៉ុន្តែខែហ្នឹងវាអត់ហូរព្រោះទឹកវាអត់ឡើងខែហ្នឹងទឹកហ្នឹងពេលអញ្ចឹងទៅជិះឥឡូវដល់កែងគេកាត់កែងដល់កែងមួយនឹងកែងមួយឆ្លងពីកែងនឹងទៅហើយចេះទីជីបណ្ដាអត់មានស្គាល់ណាគេទៅលើកប៉ាល់ហ្នឹងលើទុកហ្នឹងចេះជិះទៅតែឃើញគេសើចដាក់គេសួរនាំគេធម្មតាប៉ុន្តែអត់បាននេះទេឥឡូវនេះអានឹងចូលដល់ព្រែកកាត់ពីព្រែកមួយឆ្លងទៅព្រែកមួយទៀតនោះមើលឃើញភ្នំនាងកងរៃប៉ាំដល់ពេលអញ្ចឹងមានពេលខ្លះពុកម៉ាក់តេមកសួរនៅណាខ្ញុំថាខ្ញុំនៅកណ្ដាលទន្លេមានអារម្មណ៍ថាសប្បាយផងណាតែបើសិននេះលក្ខណៈបើសិននេះជិះបែបលក្ខណៈគ្រួសារវិញឬក៏មិត្តភ័ក្តិមានមិត្តភ័ក្តិទៅជាមួយវាតំណងសប្បាយប៉ុន្តែខ្ញុំជិះទៅតែម្នាក់ឯងព្រោះអានឹងការចង់ដឹងចង់ឮទេថាឬគេនិយាយតគ្នាថាផ្លូវហ្នឹងជិះស្រួលចិត្តអីចឹងតែចាំមើលការសាករបស់ខ្ញុំពីវគ្គហ្នឹងឆ្លងឆ្លងអីទៅផាត់ជាមួយឆ្លងដល់ស្រុកកំពង់លែងតែដល់ស្រុកកំពង់លែងចាំមើលតើវាផ្លូវហ្នឹងវាមិនដែរបើនិយាយរួមទៅអ្នកជីហ្នឹងជីឆ្លងទៅហ្នឹងគេនាំគ្នាមើលទឹកមើលទេសភាពបែបសប្បាយរីករាយទាំងអស់គ្នាហ្នឹងព្រោះណាមួយបានទៅលេងស្រុកកំណើតផងពេលអញ្ចឹងសប្បាយគេនាំគ្នារីករាយដែរហ្នឹងព្រោះទៅលេងស្រុកកំណើតគេហើយនោះចិត្តដល់កន្លែងចំណតចតហើយព្រោះមកដល់ច្រាំងយើងធ្វើឡើងទុកឡើងម៉ូតូខ្លួនយើងឡើងលើច្រាំងហ្នឹងឈានទៅកន្លែងតាមផ្លូវដែលយើងត្រូវទៅខ្ញុំជិះម៉ូតូទៅសួរអ្នកភូមិនៅទីនោះប៉ុន្តែខ្ញុំមិនទៅសើមិនបានទេណាអ្នកស្រុកភូមិហ្នឹងគឺមានអារម្មណ៍មួយថាគាត់ចិត្តល្អមែនតើគាត់ថាខ្ញុំឈប់ម៉ូតូក៏សួរទៅណាអញ្ចឹងមានអារម្មណ៍ថាអ្នកភូមិគេមានអារម្មណ៍ថាដូចមានអារម្មណ៍មួយគឺពួកគាត់ចិត្តល្អមែនតើណាពេលអញ្ចឹងទៅយើងវាសប្បាយចិត្តដែរពីព្រោះយើងជាប្រជាជនខ្មែរដូចគ្នាចេះស្រឡាញ់រាប់អានតាក់គ្នាទៅវិញទៅមកអញ្ចឹងក៏មួយយ៉ាងដែរវាជាសន្តិសុខសម្រាប់សង្គមជាតិរបស់យើងដែរចេះស្រឡាញ់គ្នាជាអីអញ្ចឹងឥឡូវចិត្តដល់ហ្នឹងចិត្តដល់ចំណតចតដែរតែមើលទៅឃើញភ្នំខ្ញុំមិនដឹងថានៅទីនេះមានភ្នំប៉ុន្មានទេព្រោះកាលពីខ្ញុំនៅស្រុកខ្ញុំមើលមកឃើញតែភ្នំនាងកងរៃមួយទេ ប
ប៉ុន្តែជាមើលការជិះរបស់ខ្ញុំទៅតើនៅទីនេះមានភ្នំប៉ុន្មានព្រោះបើតាមមិត្តភ័ក្តិឬមិត្តភ័ក្តិអីនៅស្រុកហ្នឹងគេនិយាយថាភ្នំនៅនឹងមានច្រើនពេលអញ្ចឹងទៅជាមើលខ្ញុំជិះវាមិនពេញឥឡូវដល់ចំណតចតហើយចូលដល់ចំណតចតពីចំណតមួយចូលกับដមួយចូលដមួយចេញទៅដឹកទៅត្រើយមកខាងវិញគឺដគេដឹកទៅដឹកមកឥឡូវខ្ញុំជិះតាមថ្នល់អាហ្នឹងកំពង់លែងហួសកំពង់លែងណាហួសមកខ្ញុំជិះមកតាមនឹងសត្វភ្នំដល់ឥឡូវដល់ច្រកភ្នំមួយតែមានភ្នំសាំងខាងតែអត់ស្គាល់ទេថាស្រុកហ្នឹងស្រុកអីភូមិហ្នឹងភូមិអីតែខ្ញុំជិះឆ្លងមកតាមភ្នំហ្នឹងមកជិះមករហូតខំជិះម៉ូតូរៀងលឿនដែរពេលអញ្ចឹងទៅខ្ញុំសុទ្ធពុកខ្លាចថាផ្លូវហ្នឹងឆ្ងាយអីចឹងណាតែពេលជិះមកដល់ទៅវាមិនឆ្ងាយទេឃើញភ្នំផ្ទះអ្នកភូមិនៅតែដេប10ឥឡូវមកដល់កន្លែងមួយដែលខ្ញុំទិញទឹកគេប្រាប់ថាអនឯងជិះតាមហ្នឹងទៅត្រង់ទៅឥឡូវមកដល់អានេះជិះមកឥឡូវមកដល់កំពង់ធំហ្នឹងមកដល់ផ្លូវបែកកំពង់ធំហ្នឹងនេះខ្ញុំជិះតាមផ្លូវជាតិលេខ6ឡើងមកទីរួមខេត្តកំពង់ធំឥឡូវនោះឃើញវងមូលតាខ្មៅឥឡូវនេះមកដល់ទីរួមខេត្តកំពង់ធំដល់វងមូលហ្នឹងចាប់ផ្ដើមឥឡូវគេចាប់ផ្ដើមរៀបចំកម្មវិធីចូលឆ្នាំខ្មែរអញ្ចឹងគេតបតែងសួនហើយដូចជាសួនកណ្ដាលផ្លូវគេរៀងស្អាតដែរមើលទៅឡើងខ្ជូតរបស់គេដែរហ្នឹងហើយមើលសួនអានេះសួននៅស្ពានទី2